សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃទី25ខែ11ឆ្នាំ2025ត្រូវដល់ថ្ងៃអង្គារដល់រដូវប្រមូលផលស្រូវហើយបាទឆ្នាំនេះល្អក្រនបើជាងឆ្នាំមុនយើងស្រែខ្ញុំនេះអត់សូវប្រើជីគីមីទេបងប្អូនពេលច្រើនគឺប្រើជីអាច់មន់លាយជាមួយអាចគោអញ្ចឹងណាគ្នាប្រើជីគីមីតិចជាងមើលទៅបងប្អូនអស់គ្នាល្វឹងល្វើយនេះប្រមូលផលទី2ហើយ2កន្លែងហើយបាទពេលច្រើនខ្ញុំធ្វើអត់បានសូវលក់នឹងគេទេបងប្អូនគឺធ្វើទុកហូបខ្លួនឯងនិងចាំមន់ចាំទាចាំជោយកសាច់លក់យ៉ាងណាបងប្អូនឆ្នាំនេះអត់បានដាក់ស្រូវរំដួលក្រហមទេដាក់ស្រូវធម្មតាបើដាក់ស្រូវរំដួលក្រហមបានគ្រាន់ថ្លៃជាងយ៉ាងណាបងប្អូនស្រូវរំដួលក្រហមអាចបាន1គីឡូ1600រៀលអីចឹងណាបងប្អូននេះស្រែមានអីទេបងប្អូនមានធ្វើស្រែចាំជោគចាំមន់ចាំទានឹងឯងដល់វស្សាយើងធ្វើស្រែយ៉ាងទៅហើយដល់រដូវប្រាំងយើងជ្រាបពេលចាំជ្រូកចាំមន់ចាំទាលក់ចាំគោចាំអីទាំងហ្នឹងបងប្អូនបានថាវិការខ្លះយើងមិនអាចចាំតែផលស្រូវមកមុខបានទេអ្នកស្រែប៉ុណ្ណឹងឯងហត់កាយក៏អត់សូវហត់ចិត្តដែរចឹងណាបងប្អូនមួយកន្លែងនេះបានប្រហែលជា30ក្រងជាងបងប្អូនរួមសេលិចសេកើតមួយឆ្នាំបានប្រហែល30-40តោនដែរបងប្អូនគាត់ទុកចាំមន់ចាំជោគចាំទាចាំអីចឹងណាបងប្អូនទុកហូបខ្លួនឯងខ្លះលក់ខ្លះចឹងណាបងប្អូនរាល់ឆ្នាំមុនស្រែជួលឲ្យគេធ្វើខ្លះតែឆ្នាំនេះធ្វើខ្លួនឯងទាំងអស់ប្រមូលផលបើជាគ្រាន់បើជាងឆ្នាំមុនហើយស្រូវឆ្នាំនេះទឹកអត់សូវលិចទេគ្រាន់បើជាងឆ្នាំមុនចឹងបងប្អូនការឆ្នាំ2020ច្រូតដៃតែឆ្នាំនេះច្រូតម៉ាស៊ីនវិញម្ដងឥឡូវយើងច្រូតហើយប្រមូលហើយមកកន្លែងហើយយើងដាក់រៀបចំដាក់គោយន្តទៅផ្ទះនៅហាលថ្ងៃឲ្យវាស្ងួតមកតង់ទៀតបងប្អូនបានអាចយកចូលផ្ទះបានបត់ម៉ូតូលើឡើងទៅលោកអើយឥឡូវមានផ្លូវថ្នល់កស៊ូស្អាតផ្លូវស្អាតស្រួលជាបងប្អូនពីមុនអត់មានផ្លូវកស៊ូយើងពិបាកភពជាប់អីយើងពិបាកជាបងប្អូនបើកឥឡូវមានផ្លូវកស៊ូស្រួលដល់បងប្អូនយើងជាងមុនផ្លូវស្អាតចុះពីផ្លូវកស៊ូទៅសេប្រហែលជា500ម៉ែត្រដល់សេឥឡូវស្រួលជាងឆ្នាំមុនមានផ្លូវកស៊ូជាយ៉ាងស្រួល
នឹងហើយសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះដល់ចប់និងបងប្អូនមកថ្មីកុំភ្លេចជួយចុច like ចុច share ចុច share ឲ្យម្នាក់មួយផងសូមអរគុណបងប្អូនអរគ្នានិងសូមជម្រាបលាសុខសប្បាយទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយបាយ